នេះគឺជានីតិអានរលឹងនយោបាយជាតិខ្មែរអានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺអានកិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្ដីពីកម្ពុជានៅទំព័រ49គឺជាទំព័រចុងក្រោយនៃកិច្ចព្រមព្រៀងនេះជាពិសេសឲ្យមើលឃើញនៅប្រវត្តិសាស្ត្រថ្មីប្រកបដោយសោធនកម្មនៃប្រទេសកម្ពុជាបណ្ដារដ្ឋចូលរួមក្នុងសន្និសីទបានសន្យាជំរុញនិងលើកទឹកចិត្តឲ្យមានការគោរពនិងប្រតិបត្តិតាមសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាដោយមានចែងនៅក្នុងបណ្ដាកិច្ចព្រមព្រៀងអន្តរជាតិដែលតាក់ទងដល់បញ្ហានេះហើយដែលបណ្ដារដ្ឋនោះជាភាគីចូលរួមផងដែរ13បណ្ដារដ្ឋចូលរួមក្នុងសន្និសីទស្នើឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិជួយសម្រួលការដោះលែងឆ្លើយសឹកនិងអ្នកជាប់ឃុំឃាំងស៊ីវិលស្របតាមគោលការណ៍របស់ខ្លួនបណ្ដារដ្ឋទាំងនេះត្រៀមនឹងជួយដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនៅក្នុងភារកិច្ចនេះ14បណ្ដារដ្ឋចូលរួមក្នុងសន្និសីទសូមអញ្ជើញដល់បណ្ដារដ្ឋផ្សេងទៀតឲ្យចូលរួមក្នុងកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជានិងក្នុងកិច្ចព្រមព្រៀងស្ដីពីអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់កម្ពុជា15ដោយពិនិត្យឃើញនៅសេចក្តីត្រូវការឲ្យមានការខិតខំប្រឹងប្រែងជាអន្តរជាតិដោយស៊ីចង្វាក់គ្នាដើម្បីជួយដល់ការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញបណ្ដារដ្ឋចូលរួមសន្និសីទអំពាវនាវដោយទទូចដល់សហគមន៍អន្តរជាតិឲ្យផ្ដល់នៅការគ្រប់គ្រងជាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយសប្បុរសស្របតាមវិធានការដែលត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីអំពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញដើម្បីជាសំអាងបណ្ដាតំណាងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់នេះធ្វើនៅទីក្រុងប៉ារីសថ្ងៃទី23ខែតុលាឆ្នាំ1991ជាពីរច្បាប់ជាភាសាចិនអង់គ្លេសបារាំងខ្មែរនិងរុស្ស៊ីដោយច្បាប់ជាភាសានីមួយៗមានតម្លៃដូចគ្នាច្បាប់ដើមនៃកិច្ចព្រមព្រៀងបញ្ចប់នេះនឹងត្រូវតម្កល់ទុកនៅនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងនិងសាធារណរដ្ឋឥណ្ឌូនេស៊ីនឹងមានការបកស្រាយអានបន្តទៀតនៅក្នុងកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជាសូមតទៅភាគបន្តទៀត